សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញ YouTube ទាំងអស់ជួបគ្នាសារជាថ្មីជាមួយនឹងខ្ញុំបាទពុធាមថ្ងៃនេះដែរគឺខ្ញុំបាទក៏ចាញ់ដំណើរមកធ្វើការភ្ជួរដីដើម្បីប្រោះស្រូវនៅឯកែជុំស្រែនេះហើយដែលបានបង្ហាញចែកជូនពុកម៉ែបងប្អូនបានទស្សនាទេដោយសារជាស្រែរបស់ម៉ែហើយម៉ូនេះក៏ដូចឃើញស្រាប់ឲ្យពុកម៉ែបងប្អូនម៉ូដាក់ប្រក់តង់នៅក្នុងគុំរស័យព្រោះវាអត់មានខ្ទមមានអីនៅទេនេះហើយដឹកជាមួយស្រូវពូជពីបេបេឆ្នោតនោះមកជាមួយមិនដឹងប្រុសកើតនេះទឹកភ្ជួរវាស្មៅពេកប្រហែលជាទុកដីសិនដំបងថាភ្ជួរដឹកមកនេះភ្ជួរមកប្រុសស្រាច់ភ្ជួរប្រុសទៅលើតែវាឃើញស្មៅពេកដូចមិនទំនងក៏បដូរចិត្តថាអាប់អាចដេកទុកបាន4 5 6ថ្ងៃសិនថ្ងៃនេះកូនពោអត់មកទេមកតែពីអ្នកយាយនឹងតាហើយមកទៀតពុកម៉ែបងប្អូនហើយស្រែដែលបានមកឆ្លងស្ទឹងឲ្យឆ្លងអូឆ្លងអត់រួចកាប់ផ្លូវចម្លងយកទៅក្បាលគយន្តត្រូវឡើងទៅខាងនោះដើម្បីភ្ជួរបានគយន្តភ្ជួរសារតែវាស្ពានគេក៏ឆេះតិចទីអស់ហើយក៏មកភ្ជួរថាភ្ជួរបាន2 3ថ្ងៃក្រែងលោកវាបានទុកសម្រាប់កត់កងស្រាប់ហូបឆ្នាំក្រោយបែរនោះវានឹងដោះហើយចាំមើលទៅរលុយបានក្រែងលោកបាញ់ថ្នាំបាញ់របស់ថែមដោយសារតែអត់លុយផងអីផងមិនទាន់បានបាញ់ថ្នាំទេឆ្លៀតមកភ្ជួរព្រោះអានេះសិនហើយយកមីមិនមកមួយទៀតវាឈឺស្អូប្រហែល1ថ្ងៃហើយមីមិននេះពុកម៉ែបងប្អូនឃើញនេះមិនតិចឆ្នាំទេចូល10ឆ្នាំជាងវាគេឈឺងាប់ខ្ញុំចាំមិនងាប់ពី3 4សាហើយនៅទៅវាឥឡូវស្អូដឹងរមិចយកមកវាក្រែងលោវាប្រសិនទៅវាងាប់ក្រែងរោលធ្វើមហូបបន្ទុកចោលផ្ទះកូនវាអត់ចេះមើលងាប់ចូលស្ដាយហើយនេះទឹកសម្រាប់មកពីភ្ជួរមិញពុកម៉ែបងប្អូនក៏ជាស្រ័យផងដែរនេះសើមក្លិកក្លាក់ដោយសារតែក្តៅពេកភ្ជួរដីខ្យល់ក៏អត់មានអាថ្ងៃក៏ក្តៅខ្លាំងដូច្នេះហើយក៏មុជទឹក2 3 ដងហើយមកនេះភ្ជួរដីដល់ពេលក្តៅខ្លាំងទៅក៏ហត់ភ្ជួរបានកូនស្រែ1ស្រែ2ក៏រត់មករត់ទឹកម្សាកូនស្រែ1ស្រែ2រត់មករត់ទឹកម្សាហើយនេះមេមិននៅជារស់ដល់ងាប់ទេអាណិតដែរវានៅជាមួយបើគិតជាលុយពុកម៉ែបងប្អូនកូនរឹបសັບសម្បុកបើគិតជាលុយមិនក្រមលានរបស់វាទេឃើញប៉ុណ្ណេះកូនគេច្រើនទេពងម្ដង5 ដណ្ដប់2 ដណ្ដប់3 ដណ្ដប់តែឥឡូវឈឺបាត់មិននឹងជាជួយមិនឲ្យវិជាមិននៅផ្ទះនោះវាងាប់អស់តិចទីអស់ហើយក៏ឆ្លៀតឡើងពីអូមករកបាយទឹកហើយបាយក៏ដូចថានេះដើមទឹកធៀងដើមទិលហើយនេះដើមទិលអធិស្ឋានពុកម៉ែបងប្អូនដើមទិលហើយដើមទិលយកមកឆាជាមួយនឹងកូនសាច់ជ្រូកមកពីផ្ទះទិញសាច់ជ្រូកគេថ្ងៃមុនសល់អាំងសល់ហើយនេះគូយន្តខ្ញុំឆ្លងអូនេះនោះស្រែនៅក្នុងអូវាអត់មានកន្លែងឆ្លងផងខ្ញុំកាប់ឆ្លងខាងលើនោះខាងលើហើយអូនេះគេហៅអូឆ្អេះស្មូត្រីពុកម៉ែបងប្អូនទឹកនេះថ្មីមាញ់គ្រាន់តែចុះមុជទឹកត្រីសព្រាត
នេះពមៀនមងដាក់បានហុបសត្វព្រៃរស័យដៃជ័យនេះសត្វនេះដៃខ្វេកខ្ញុំសត្វព្រៃរស័យស្រែរយៈមហិតជាងណាពុកម៉ែបងប្អូនក៏មិនទាន់បាននេះទេស្មៅទុកចោលប្រហែល 2-3 ឆ្នាំហ្នឹងទៅមកព្រោះហើយភ្ជួរកកម្មទៀតវាស្មៅត្រកខ្លាំងវាស្មៅត្រកធំតែយើងដីយើងចោលប្រហែល 2 ឆ្នាំខាន់ធ្វើវាហាប់ខ្លាំងគឺយន្តទាញមានចង់រួចទេតាំងខ្ទៀតនោះអីស្មៅក៏ស្មៅដីក៏ហាប់ណែនតែដីយើងខាន់ភ្ជួរឲ្យគុំស្មៅវាឡើងធំហ្នឹងហើយពុកម៉ែបងប្អូនជួបគ្នាទៅត្រឹមប៉ុណ្ណេះខ្ញុំក៏អនុញ្ញាតទៅរកហូបបាយទឹកដើម្បីធ្វើការភ្ជួរតទៀតតម្រុំនឹងយប់ក្រែងលោកវាបាន 2-3 ស្រែតទៀតមានតែប៉ុណ្ណេះឯងជីវិតអ្នកស្រែហើយតាក់តងទៅនឹងព្រំដែនក៏លឺទៅតាមតឹងរហូតមិនឃើញមានថាធូស្បើយទេមិនដឹងជារត់ទៅខាងណាមកខាងណីទេក៏សិនជារឿងនោះវាកើតឡើងពិតមាន